Song Swakumakan The Breaking Coin វាមានកម្លាំងនិយាយថាលោកពូទីនមិនបានប្រើប្រាស់ AI ដោយខ្លួនឯងទេប្រភព200តថ្ងៃទី20ខែវិច្ឆិកាឆ្នាំ2025ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin មិនបានប្រើប្រាស់ឧបករណ៍បញ្ញាសិប្បនិម្មិតដោយខ្លួនឯងទេប៉ុន្តែមន្ត្រីដែលធ្វើការឲ្យគាត់ប្រើប្រាស់វានេះបើយោងតាមការលើកឡើងរបស់វិមានក្រមឡើងនៅថ្ងៃប្រហ័សអ្នកនាំពាក្យវិមានក្រមឡើងលោក Dmitry Peskov បានបន្ថែមថាវិមានក្រមឡើងបានប្រើប្រាស់ឧបករណ៍បញ្ញាសិប្បនិម្មិតឬ AI ដើម្បីជួយតម្រៀបសំណួររបស់ប្រជាពលរដ្ឋក្នុងអំឡុងពេលព្រឹត្តិការណ៍សំណួរនិងចម្លើយប្រចាំឆ្នាំរបស់លោកពូទីនលោកពូទីនកាលពីថ្ងៃពុធបានអំពាវនាវឲ្យមានក្រុមការងារជាតិមួយដើម្បីសម្របសម្រួលការងាររបស់រុស្ស៊ីលើគំរូបញ្ញាសិប្បនិម្មិតដែលបង្កើតឡើងក្នុងស្រុកដែលលោកបាននិយាយថាមានសារៈសំខាន់ណាស់ក្នុងការរក្សាអធិបតេយ្យភាពរបស់រុស្ស៊ីមនុស្សយន្តដែលដំណើរការដោយ AI បានរួមសម្រាប់លោកពូទីនកាលពីថ្ងៃពុធនៅឯការតាំងពិព័រណ៍មួយដែលរៀបចំឡើងដោយធនាគារ Sberbank ដែលជាធនាគារធំបំផុតរបស់រុស្ស៊ីដែលត្រូវបានរចនាឡើងដើម្បីបង្ហាញពីវឌ្ឍនភាពបច្ចេកវិទ្យារបស់ក្រុមហ៊ុន